មើលទៅផឹកស្រាដូចជាសប្បាយចិត្តណាស់នេះលបងយូខ្ញុំទេទៅបងមិនលើកទេផ្ញើសារក៏មកតបមានន័យថាម៉េចហ្នឹងបើមិនដូច្នេះមិនមករំខានបងដល់ទីនេះទៅឯងមកទីនេះធ្វើទៅខ្ញុំក៏បានប្រាប់ឯងហើយចុងខែនេះខ្ញុំនឹងឲ្យខ្ញុំរវល់ញ៉ាំអាហារគ្មានពេលកំសាន្តអារម្មណ៍របស់ឯងទេឆាប់ចេញទៅលបងយូឃើញថាឡាននៅខាងមុខនោះគឺជាឡានទំនើបទៀតផងថ្ងៃនេះឡាននេះគឺខ្ញុំយកទៅសិនហើយណាចាំពេលដែលបងបានសងប្រាក់ខ្ញុំនឹងប្រគល់ឲ្យវិញក៏ប៉ុន្តែបើមិនសងទីនោះសំបីតែក្រុមហ៊ុនរបស់បងក៏ខ្ញុំរឹបអូសយកដែរពួកយើងទៅវិញបងប្អូនទាំងអស់គ្នាថ្ងៃនេះពិតជាសោកស្ដាយណាស់ឲ្យពួកឯងមើលរឿងកំ pl ៃមួយកុំប្រកាន់ឯងនេះមកពួកយើងឆាប់ចោលទៅបបរយូថ្ងៃនេះខ្ញុំរវល់ហើយគ្មានពេលទំនេរផឹកកំដរបោកទេខ្ញុំទៅសិនហើយលីយូអាជីពកម្មរបស់ឯងដំណើរការល្អណាស់ហេតុអ្វីបានជាទៅជាបែបនេះខ្ញុំបានសហការជាមួយនឹងមិត្តភក្តិម្នាក់មិននឹកស្មានថាគេបាច់ជាលុយហើយរត់ទៅបាត់ស្នោះលុយគឺមានខ្លះប៉ុន្តែត្រូវគ្រប់គ្រងគ្រួសារដែរមិនអាចជួយបានទេសាក់ស៊ូហៀសៀងមើលបបរយូបងក៏បានដឹងដែរគ្រួសាររបស់ខ្ញុំនេះក៏មិនសូវល្អជាងពួកគេប្រហែលដែររឿងនេះខ្ញុំមិននឹងជួយបានទៅបើអញ្ចឹងខ្ញុំលាបងទៅសិនហើយណាអូបើអញ្ចឹងខ្ញុំក៏សុំលាទៅមុនសិនដែរខ្ញុំក៏មានការចាំបាច់ប្រពន្ធរបស់ខ្ញុំចាំធ្វើម្ហូបនៅផ្ទះទៅសិនហើយចុះឯងមិនតន់ទៅនឹងគេទេខ្ញុំក៏ដឹងតែឯងមិនមានលុយច្រើនទេឯងទៅចុះលើបងតែត្រឡប់មកវិញថ្មីទៅមានអ្វីដែលភ្លេចមិនទេខ្ញុំដឹងថាខ្ញុំគឺក្រជាងគេនៅក្នុងចំណោមបងប្អូនយើងប៉ុន្តែក្នុងឆ្នាំនេះខ្ញុំក៏បានសន្សំលុយបានខ្លះផងដែរសង្ឃឹមថាខ្ញុំអាចជួយបងក្នុងគ្រាមានអាសន្នបានត្រូវខ្ញុំឃើញពួកគេយកឡានបងទៅខ្ញុំក៏មានឡានចាស់មួយដែរណែបងយកទៅគ្រាន់ធ្វើដំណើរដែរបើអញ្ចឹងខ្ញុំទៅសិនហើយតើឯងចង់ទៅណាខ្ញុំអនុញ្ញាតឲ្យទៅទីនឹងមិនក៏មកទីនេះម្ដងទៀតខ្ញុំមកមិនបានមែនទេរបស់យូនេះជាបងប្អូនល្អរបស់បងនេះមានន័យថាម៉េចទៅខ្ញុំនឹងបើកក្រុមហ៊ុនថ្មីនៅហ្វងចៅមិននេះគឺគ្រាន់តែសាច់ចិត្តពួកគេទេប៉ុន្តែឥឡូវនេះអ្នកដែលធ្វើដៃគូសហការជាមួយខ្ញុំគឺបានរកឃើញហើយនោះគឺជាឯងណែយកលួចនឹងឡាននេះទៅវិញទៅបងមិនមានបញ្ហាអីគឺល្អហើយក្នុងដៃខ្ញុំមានសល់ឡានទំនើបមួយណែឯងយកទៅអូមិនអីទេខ្ញុំអាចបើកឡានខ្លួនឯងបានដុនទទួលយកទៅបើឯងមិនបើកឡាននេះតើអ្នកណាបើកទៅគេនេះសំជាបងប្អូនរបស់យើងទេស័កសមណាស់តោះទៅញ៉ាំបាយមានបញ្ហាអ្វីនឹងខ្ញុំខ្ចីលុយបងខ្លះសិនបន្តិចពេលមានខ្ញុំបវលវិញបងខ្ញុំនិយាយលេងទេខ្ញុំបានលូឡាននេះឯងគឺជាម្ចាស់ក្រុមហ៊ុនធំមកខ្ចីលុយខ្ញុំតើកំពុងនិយាយលេងមែនទេនឹងខ្ញុំយកសម្ភារៈចូលខ្លះទើបបងវាយលុយមិនទាន់ទើបមកខ្ចីលុយលបងនឹងបងហេងគាត់មានមិត្តភក្តិច្រើននៅពេលដែលគាត់ជួបការលំបាកបែបនេះគ្មាននរណាជួយគាត់ម្នាក់ទេតើមានរឿងអ្វីកើតឡើងនិយាយតាមត្រង់ចុះពេលនេះខ្ញុំបានរកស៊ីខាតគឺខាត់ច្រើនណាស់ត្រូវកាប់ប្រមាណទៅ80,000ទុកពេលខ្ញុំ2ថ្ងៃសិនតើលបងចង់រកលុយមកពីណាខ្ញុំនឹងលក់ផ្ទះអាយ៉ាមិនអាចលក់ផ្ទះទៅមិនអីទេចាប់ខ្ញុំប្រឯងតក្រីចឹងណាបងនេះតើអាចទុកចិត្តគាត់បានទេអឡូលោកលីបើសិនថៃស្អែកចុះគ្មានលុយលោកទេក្រុមហ៊ុននេះគឺប្រគល់ឲ្យលោកហើយបងប្រុសបងចាំប្រគល់ក្រុមហ៊ុននេះឲ្យទៅអ្នកផ្សេងមែនទេបងក៏មិនចង់ដែរតែអាចធ្វើឲ្យបានទៅនិយាយអញ្ចឹងក្រែងបងចាញ់ឈីគាត់ថាមកនៅថ្ងៃនេះមិនក៏មិនបានដំណឹងខ្ញុំនិយាយហើយថាក៏មិនអាចទុកចិត្តបានទេអ្នកណាថាខ្ញុំអាចទុកចិត្តបានទៅ
លបងប្អូនស្រីខ្ញុំនិយាយថាបានក៏បានហើយណែ80,000ប៉ុន្មានទៅ80,000លេខសម្ងាត់គឺថ្ងៃកំណើតឯងតើបានលុយជ្រេញនេះមកវិញណាកុំបារម្ភអីត្រឹមតែលុយ80,000ប៉ុណ្ណោះទេឬក៏បងបានលូឡានលុបផ្ទះបាត់ហើយមែនទេបើមិនមែនលបងយកលុយនេះទៅវិញទៅផ្ទះបានលក់ហើយតែអាចទិញវាមកវិញបានទេតែលបងមានតែផ្ទះមួយនេះទេបើសិនជាគ្មានឯងទេមិនខ្ញុំអាចមានផ្ទះនេះទៅផ្ទះមិនធំទេប្រហែលជា70ម៉ែត្រការ៉េលបងអាចរស់នៅទីនេះបានផ្ទះនេះខ្ញុំពេញចិត្តណាស់នេះគឺជាផ្ទះលើកដំបូងរបស់ខ្ញុំក្នុងចែកជីវិតនេះហើយលបងគឺជាបងប្រុសរបស់ខ្ញុំតែម្នាក់ពួកយើងគឺជាបងប្អូនល្អបើសិនជាអ្នកផ្សេងវិញខ្ញុំប្រកាសជារត់ហើយតែឯងនោះខ្ញុំគិតនៅក្បែរឯងជានិច្ចណាលបងគឺជាបងប្រុសរបស់ខ្ញុំតែម្នាក់ពួកយើងគឺជាបងប្អូនល្អអេថៅកែអូវ៉ាលីចង់ទៅណានឹងខ្ញុំរៀបចំទៅស្រុកកំណើតបានទេសបុតឡើងក្រុងរួចហើយអញ្ចឹងទីបងប្អូនខ្ញុំដល់ពេលទឹកចេញធ្វើការឃ្លានណាតែអាចធ្វើអាហារខ្ញុំញ៉ាំផងបានទេមើលចុះខ្ញុំរៀបចំអវ៉ាន់រួចអស់ហើយបានឲ្យធ្វើម្ហូបទៅមិននេះទីឲ្យនំប៉័ងពួកយើងតែម្ចាស់មកបានហើយមិនហើយនំប៉័ងម្ចាស់ក៏បានដែរបានចឹងអ្នកទៅពេលរងចាំតិចទៅមកអង្គុយចុះសិនទៅពួកយើងបើកឡានពីមួយថ្ងៃហើយសំបីតែអាហារក៏មិនទាន់បានញ៉ាំគម្រោងនេះពួកយើងបានរងចាំកន្លះខែហើយខកខានមិនទាំងបានទៅអេមិនក៏បងមកចំអិននំប៉័ងបងឃ្លីមែនទេតិចទៅមិនតន់ឡើងក្រុងទេមានភ្ញៀវពីរនាក់បងធ្វើឲ្យគាត់ថាមិនតបានញ៉ាំអីទេពេលមួយថ្ងៃហើយគ្រាន់តែភ្ញៀវពីរនាក់សោះបងមិនខ្លាចតែខលឡានទេតែពួកគាត់ឃ្លានហើយនំប៉័ងប៉ុណ្ណឹងចំណាយពេលប្រហែលទៅមិនខ្មោចឆ្លូបផ្កាយមួយបងចឹងបបដល់ហើយមិនមានអ្វីច្រើននៅក្នុងហាងទេមានតែប៉ុណ្្នឹងអរគុណហើយតើកែឆាប់ញ៉ាំទៅនេះបើញ៉ាំឆ្អែតហើយយើងប្រញាប់ទៅក្រែមមិនទាន់បងកំពុងមើលអ្វីប្រញាប់ទៅប្រយ័ត្នមិនទាន់អេពួកគាត់ដូចភ្លេចអីហើយវាគ្រាន់តែជាក្រដាសទេទុកនៅមុខទ្វារពួកគាត់ទេពួកយើងបើកឡានពីមួយថ្ងៃហើយសំបីតែអាហារក៏មិនទាន់បានញ៉ាំគម្រោងនេះពួកយើងបានរងចាំកន្លះខែខកខានមិនទាំងបានទៅគួរតែរងចាំគាត់សិនទៅចង់រងចាំដឹងពួកគាត់មកវិញទេមកឆាប់ឲ្យគេសន្យាមកខ្ញុំមកអីមិនបានយកមកទេអត់ទេបាញ់ចុងភ្លេងទីនោះហើយឆាប់ឡើងប្រញាប់ទៅវិញទៅថៅកែមិនឃើញក្រដាសមួយទីនេះទេខ្ញុំក៏តូននៅខាងនោះមើលទៅក្រដាសនេះគឺសំខាន់សម្រាប់ពូលោកណាស់មែនហើយខ្ញុំភ័យចុះស្លាប់ហើយខ្ញុំគិតថាលោកបិទទ្វារបានតែបាត់ហើយដោយសារតែរឿងចាំពួកលោកពេលនេះពួកយើងបានខកខានឡានហើយអាឡូលោកវាងបាទខ្ញុំទៅដល់ហើយសុំចាំតិចទៅបាទទៅមើលចាស់ពាក្យអរគុណបន្តិចក៏គ្មានបាយចិនទៅបានខ្ញុំមិនចាំបានពាក្យអរគុណស្អីទេត្រូវបានទីសបុតឡាននៅក្នុងថៃស្អែកទីនឹងបើមានសបុតឡានទេពួកយើងមិនបានទៅលេងផ្ទះ3ឆ្នាំហើយពេលនេះឪពុកខ្ញុំឈឺគ្រាន់តែចង់ទៅមើលគាត់ក៏មិនបានទៅដែរសុំទូផងបោះជាអ្នកខុសថៅកែអរគុណហើយលោកបានជួយខ្ញុំរឿងធំមួយហើយត្រូវហើយនៅតមុខនេះគឺជាក្រុមហ៊ុនរបស់ខ្ញុំមានបុគ្គលិក100នាក់ចាប់ពីថ្ងៃស្អែកនេះទៅអាហារថ្ងៃត្រង់របស់បុគ្គលិករបស់ខ្ញុំគឺកំងពីហាងរបស់លោកហើយអរគុណលោកហើយត្រូវទៅស្រុកកំណើតមែនទេដូច្នេះជិះឡានទៅជាមួយពួកយើងទៅបើអញ្ចឹងល្អហើយពួកយើងទៅជាមួយគាត់ទៅមែនហើយទៅជាមួយគ្នាទៅ